សួស្តីបងប្អូនទាំងអស់គ្នាមកកាន់ Channel រឿងនិទានស្ដាប់កំសាន្តទាំងអស់គ្នាសូមជូនរឿងវិញ្ញាណចាំផ្ទះមានផ្ទះឈើបុរាណមួយខ្នងសង់ខ្ពស់ផុតពីដីស្ថិតនៅដាច់ឆ្ងាយពីភូមិគេបន្តិចត្រូវបានហុំព័ទ្ធដោយដើមឈើធំធំដែលផ្ដាល់ម្លប់ត្រជាក់តែមើលទៅសោះក៏ក្រោះសូភីជានិស្សិតស្រីម្នាក់ដែលទៅតែមកជួលផ្ទះនេះនៅព្រោះតម្លៃថោកនិងស្ងប់ស្ងាត់ល្អសម្រាប់ការរៀនសូត្រម្ចាស់ផ្ទះជួលបានប្រាប់នាងយ៉ាងខ្លីថាកុំខ្លាចអីផ្ទះនេះមានម្ចាស់ថែរក្សាឲ្យតែយើងចាត់ល្អធ្វើល្អគេមិនធ្វើអ្វីយើងទេយប់ដំបូងសូភីមានអារម្មណ៍មិនស្រួលសោះខ្យល់បកចូលមកតាមបងអួចបន្លឺសំឡេងដូចជាមានមនុស្សកំពុងធ្ងរម៉ោងប្រហែល12យប់នៅពេលដែលសូភីកំពុងដេកលងលក់នាងស្រាប់តែភ្ញាក់ព្រោះឮសំឡេងចម្លែកមួយវាជាសំឡេងដូចគេបោះផ្ទះសូភីបើកភ្នែកទាំងងងុយសម្លឹងមើលទៅកណ្ដាលផ្ទះដែលមានពន្លឺព្រះច័ន្ទចេះចូលតិចតិចបេះដូងរបស់នាងស្ទើរតែឈប់លោតនៅកណ្ដាលផ្ទះមានរាងកាយស្រីម្នាក់ស្លៀកសំពត់ចាស់បុរាណអាវសដៃវែងសក់វែងអន្លាយដល់ចង្កេះកំពុងឈរបោះផ្ទះយឺតអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនាងបោះដោយមិនបែរមុខមកក្រោយទេប៉ុន្តែដៃរបស់នាងហាក់ដូចជាបត់ខុសពីធម្មតាសូភីភ័យរហូតដល់មិនហ៊ានដកដង្ហើមនាងទៀងភួយមកដណ្ដប់ក្បាលហើយសូធัวទាំងញ័រខ្លួនសំឡេងបោះផ្ទះនោះចាក់តែខាត់ចិត្តមកដល់មាត់ទ្វារបន្ទប់របស់នាងចិត្តដល់ហើយសំឡេងនោះឈប់នៅត្រឹមមាត់ទ្វារមានសំឡេងដកដង្ហើមធំនិងត្រជាក់ជាខ្លាំងចូលមកក្នុងបន្ទប់កន្លែងនេះមិនស្អាតសោះសូភីឮសំឡេងហើយសន្លប់ឈឹងព្រោះតែមានភាពភ័យខ្លាចយប់ទី2សូភីចង់រើចេញពីផ្ទះនោះប៉ុន្តែភ្លៀងធ្លាក់ខ្លាំងពេកធ្វើឲ្យនាងត្រូវនៅមួយយប់ទៀតយប់នេះគួរឲ្យខ្លាចជាងយប់មុនខណៈដែលនាងកំពុងងូតទឹកក្នុងបន្ទប់ទឹកខាងក្រោមផ្ទះនាងមានអារម្មណ៍ថាមានសោកសាមមកប៉ះនឹងស្មារបស់នាងសូភីងាកក្រោយគ្មាននរណាទេប៉ុន្តែនៅពេលនាងងើបមើលកញ្ចក់នាងឃើញស្រីម្នាក់នោះឈរនៅពីក្រោយខ្នងនាងមុខរបស់ស្រីម្នាក់នោះសស្លែកគ្មានឈាមភ្នែកទាំងពីរធំសម្លឹងមកសូភីឯមាត់វិញមានស្នាមដេកខ្វែងគ្នាយ៉ាងគួរឲ្យរន្ធត់ណាស់ឯងមិនតន់ជូតផ្ទះទេសូភីស្រែកយ៉ាងខ្លាំងឮពេញផ្ទះហើយក៏រត់ឡើងទៅលើផ្ទះទ្វារបន្ទប់ជាប់នាងអង្គុយយំនៅជ្រុងបន្ទប់មួយសន្ទុះក្រោយមកនាងឮសំឡេងកោះទ្វារហើយតាមចន្លោះប្រហោងនៃក្តារកម្រាលនាងឃើញភ្នែកទាំងពីរកំពុងសម្លឹងមើលនាងពីក្រោមផ្ទះឡើងមកលើវាជាភ្នែករបស់ខ្មោចស្រីនោះនាងនួនកំពុងតោងពីដានពីខាងក្រោមហើយសម្លឹងមើលសូភីតាមចន្លោះក្តារកុំទៅណានៅទីនេះជាមួយខ្ញុំយប់នោះសូភីមិនហ៊ានបាត់ភ្នែកសំបីមួយវិនាទីប៉ុន្តែនៅម៉ោងប្រហែល3ទៀបភ្លឺមានរឿងមួយទៀតបានកើតឡើងចៅមួយក្រុមបានកោះបង្អួតចូលមកក្នុងផ្ទះពួកគេមានកាំបិតហើយដើរសំដៅមកបន្ទប់សូភីដឹងខ្លួនថាចាប់ហើយលើកនេះចៅម្នាក់ទាត់ទ្វារបន្ទប់នាងរបើកហើយដើរចូលមកទាំងកំរោលនាងលើកដៃសំពះអង្វរភ្លាមនោះភ្លើងក្នុងផ្ទះក៏រលត់ឈឹងខ្យល់បក់ចូលមកយ៉ាងខ្លាំងធ្វើឲ្យបង្អួចតែសន្តាប់គ្នាផាំងក្លិនផ្កាចំបៃក្រៀមនិងក្លិនធូបឈួលពេញបន្ទប់ពីក្រោយក្នុងចៅនោះនាងនួនបានបង្ហាញខ្លួនលើកនេះនាងនួនមិនបានមកក្នុងរូបភាពធម្មតាទេដៃទាំងពីររបស់នាងវែងអន្លាយបានលូកតែចាប់កអាវចៅនោះពីក្រោយចៅនោះងាកទៅក្រោយហើយបើកភ្នែកធំដែលធ្វើឲ្យរោមដៃសូភីបាក់ខ្ញាក់ហ៊ានណាស់មកលួចរបស់ម្ចាស់របស់ខ្ញុំនាងនួនបោកចៅនោះមួយទំហឹងទៅនឹងជញ្ជាំងពួកចៅឃើញដូច្នោះក៏រត់ចែកជើងយ៉ាងលឿនព្រោះតែភាពភ័យខ្លាចខ្មោចជួយផងក្នុងបន្ទប់នៅសល់តែសុភីនិងនាងនួនសុភីញ័រខ្លួនទៅត្រឹកនាងគិតថានាងនឹងក្លាយជាជនរងគ្រោះបន្ទាប់នាងនួនដើរមួយចូលមករកសុភីរូបរាងដ៏គួរឲ្យខ្លាចរបស់នាងចាប់ផ្ដើមប្រែប្រួលស្នាមដេរនៅមាត់បានបាត់ទៅមុខសស្លែកប្រែជាមុខនារីខ្មែរដ៏ស្រស់ស្អាតម្នាក់តែមានទឹកមុខសោកសៅនាងលុតជង្គង់ចុះនៅចំពោះមុខសូភីហើយលើកដៃសំពះសូមទោសអ្នកនាងដែលធ្វើឲ្យភ័យសំឡេងរបស់នាងនួនប្រែជាពីរោះរណ្ដំខ្ញុំឈ្មោះនួនខ្ញុំជាអ្នកបម្រើនៅផ្ទះនេះតាំងពីសម័យមុន
មុនពេលម្ចាស់ផ្ទះចាស់ស្លាប់គាត់បានផ្ដាំឲ្យខ្ញុំមើលថែផ្ទះនេះកុំឲ្យអ្នកណាមកបំផ្លាញខ្ញុំត្រូវបានចោលចូលមកសម្លាប់នៅទីនេះព្រោះតែការពារសម្បត្តិម្ចាស់វិញ្ញាណខ្ញុំមិនអាចទៅណាបានព្រោះជាប់ពាក្យសន្យានាងនួនសម្លឹងមើលសុភីដោយកែវភ្នែកអង្វើកខ្ញុំគ្រាន់តែចង់ឲ្យអ្នកដែលមកនៅទីនេះជួយថែរក្សាផ្ទះនេះឲ្យស្អាតនិងធ្វើបុណ្យឧទ្ទិសកុសលឲ្យខ្ញុំបានទៅចាប់ជាតិផងខ្ញុំឯកាណាស់ត្រជាក់ណាស់សុភីស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនភាពភ័យខ្លាចបានរលាយបាត់ជំនួសមកវិញដោយក្តីអាណិតអាសូរវិញ្ញាណដ៏គួរឲ្យខ្លាចនេះតាមពិតជាវិញ្ញាណដែលពោរពេញដោយភក្តីភាពទោះស្លាប់ទៅរាប់រយឆ្នាំក៏នៅតែរក្សាពាក្យសន្យាចាប់តាំងពីថ្ងៃនោះមកសុភីមិនបានរើចេញទេរៀងរាល់ថ្ងៃសិលនាងតែងតែធ្វើម្ហូបដាក់សែននិងអ៊ុជធូបហៅនាងនួនមកពិសាសុភីឧស្សាហ៍ទៅវត្តធ្វើបន់ឧទ្ទិសដល់នាងនួនផ្ទះនោះលែងគួរឲ្យខ្លាចទៀតហើយវាខ្លាយជាផ្ទះដ៏កក់ក្ដៅពេលខ្លះពេលសុភីដេកលក់ហើយភ្លេចបិទបង្អួចនាងនឹងឮសំឡេងជើងដាល់តិចតិចមកបិទបង្អួចឲ្យរឿងនេះបង្រៀនយើងថារូបរាងខាងក្រៅដែលគួរឲ្យខ្លាចមិនមែនសុទ្ធតែជាបិសាចសាហាវនោះទេជួនកាលនៅពីក្រោយភាពភ័យរន្ធត់ជឿការឈឺចាប់និងក្តីស្រឡាញ់ដែលមិនអាចដោះលែងបានសច្ចៈនិងស្មោះត្រង់ជាចំណងដ៏រឹងមាំបំផុតសូម្បីតែសេចក្តីស្លាប់ក៏មិនអាចកាត់ផ្តាច់បានដែរការតបស្នងដោយក្តីមេត្តាដើម្បីរំដោះទុក្ខទោសទាំងនោះរឿងខ្លីនេះបានបញ្ចប់ហើយសូមអរគុណសូមជម្រាបលា